សួស្តីប្រិយមិត្តអ្នកស្ដាប់ទាំងអស់របស់ Channel ដំណើររឿងសូមស្វាគមន៍មកកាន់អេពីសូតថ្មីហើយក៏សូមស្វាគមន៍មកកាន់រឿងចាក់ចោចហើយសាច់រឿងមួយនេះគឺខ្ញុំទទួលបានពីបងប្រុសម្នាក់ដែលគាត់មានឈ្មោះតាសល់គាត់បាននិយាយរៀបរាប់អំពីគាត់ហើយនឹងប្អូនថ្លៃស្រីរបស់គាត់នឹងបានរួចតាក់ទងគ្នារួចឈានចូលទៅដល់ការកេងនៅជាមួយគ្នាទៀតផងហើយមិនថែមត្រឹមតែកេងនៅជាមួយគ្នាទេថែមទាំងប្អូនថ្លៃស្រីរបស់បងសល់ហ្នឹងគាត់ក៏សូមមានកូនជាមួយនឹងបងសល់ទៀតហ្នឹងហើយកុំឲ្យខាតពេលវេលាយូរអេដមីនប្រហែលតែប៉ុណ្្នឹងទេបើចង់ដឹងសាច់រឿងពេញតោះទៅចូលស្ដាប់ជាមួយនឹងអេដមីនទាំងអស់គ្នាតែម្ដងទៅតែបើបានស្ដាប់ហើយសូមកុំភ្លេចជួយចុច Subscribe រួចហើយបើកសញ្ញាកណ្ដឹងនិងទទួលបាននៅវីដេអូថ្មីបែបហ្នឹងទៀតពី Admin អញ្ចឹងកុំឲ្យខាតពេលវេលាយូរហើយរីសម្ដាប់ដូចតទៅឈប់បើសិនជា Admin និយាយទៅមានការប៉ះពាល់អារម្មណ៍ពេលសណៈប្រិយមិត្តស្ដាប់ក៏សូមមេត្តាខន្តីអភ័យទោសដល់រូបខ្ញុំផងបាទនេះគ្រាន់តែជាវីដេអូនិយាយឡើងដើម្បីជាការទុកស្ដាប់កំសាន្តអីចឹងណាប្រិយមិត្តហ្នឹងហើយតោះអញ្ចឹងកុំឲ្យខាត់ពេលហើយបងសល់គឺគាត់ជាមនុស្សខូចខលដែររឿងចឹងគាត់បាននិយាយអំពីប្អូនថ្លៃរបស់គាត់ហើយនឹងគាត់ការដំបងឡើយហ្នឹងបងសល់គាត់បានស្រឡាញ់ប្រពន្ធរបស់គាត់រយៈពេល 3-4 ឆ្នាំហើយគាត់ការបានជាមួយប្រពន្ធរបស់គាត់បានរយៈពេល 4 ឆ្នាំស្រាប់តែប្អូនថ្លៃរបស់គាត់ហ្នឹងតែប្អូនថ្លៃស្រីឈ្មោះស្រីអែមហ្នឹងគាត់បានរៀបការជាមួយនឹងប្តីរបស់គាត់ដែរដោយសារតែប្តីគាត់ក៏យកប្តីដែរអញ្ចឹងណាហ្នឹងហើយកាលដំបូងឡើយហ្នឹងគឺគាត់ថាប្តីរបស់ស្រីអែមហ្នឹងគឺគាត់របៀបថាមៀតស្គមខ្លាំងមែនតើការគាត់ការដល់ពេលការបាន1ឆ្នាំ 2 ឆ្នាំស្រាប់តែប្តីគាត់នឹងថត់ឡើងគីឡូឡើងអីចឹងទៅការកេងហ្នឹងគឺពិបាកអញ្ចឹងណាដូចស្មាទោដូចហ៊ីងដេកផ្ងាពុះឡើងលើអញ្ចឹងក៏ប៉ោងអញ្ចឹងទៅហើយប្រិមិត្តចេះតែសួរថាបងចុះមិនក៏បងឲ្យដឹងរឿងគេច្បាស់ម៉េះគឺដោយសារតែអញ្ចេះប្រិមិត្តដោយសារតែគាត់ហ្នឹងចែកម្លែកសាច់រឿងហ្នឹងគឺជួប admin ហ្នឹងរបៀបថាយើងជួបជុំគ្នាយើងដាក់មកកំប៉ុងពីអញ្ចឹងទៅគាត់និយាយរឿងក្នុងចិត្តមកប្រាប់ admin អញ្ចឹងណាទៅ admin នេះក៏ចាប់អារម្មណ៍ក៏សរសេរជាអត្ថបទមកហើយក៏សូមគាត់ដែរសូមបញ្ជាក់គាត់ថាបងខ្ញុំយករឿងហ្នឹងទៅនិយាយដាក់ក្នុង YouTube ឲ្យប្រិយមិត្តស្ដាប់លេងកំសាន្តបានអត់គាត់ថាបានតាតែឥឡូវគាត់និយាយតាណាដើមតងមកអញ្ចឹងដូច admin បញ្ជាក់ពីខាងដើមទៅនិយាយពីតាណាដើមតងមកហើយស្រីអែមហ្នឹងបងអូនថ្លៃរបស់បងសល់ហ្នឹងបានរៀបការជាមួយប្តីគាត់ហើយប្តីគាត់ថតឡើងគីឡូមែនតើហើយគាត់ថាកេងនៅអីជាមួយគ្នាក៏សិតតែកលខ្នើយកលអីអញ្ចឹងណាហ្នឹងហើយអាហ្នឹងដោយសារថានៅពីអ្នក admin ទេបងសល់នឹងខ្ញុំនឹងបងសល់គាត់នៅតែ2នាក់អញ្ចឹងគាត់និយាយរឿងនឹងប្រាប់គាត់ថាស្រីអែមហ្នឹងពេលប្តីគាត់កេងមួយនៅមួយគាត់អីសិតតែកលខ្នើយកលអីគឺថាមូលហេតុអីបានកលខ្នើយប្រិមិត្តគឺដោយសារតែប្តីស្រីអែមហ្នឹងគាត់ក្បាលពោះធំអញ្ចឹងទៅរៀងទៅអញ្ចឹងណាហ្នឹងហើយប្រហែលជាប្រិមិត្តយល់ហើយហ្នឹងហើយមិនបាច់ថា admin និយាយបញ្ជាក់អីចំពេកទេបើថាប្រិមិត្តស្ដាប់នឹងយល់ក្រោយមកទៀតដោយសារតែបញ្ហាសេដ្ឋកិច្ចនៅក្នុងគ្រួសារទាំងបងសល់ទាំងស្រីអែមហ្នឹងក៏បាននាំគ្នាឡើងមកធ្វើការនៅទីក្រុងភ្នំពេញប៉ុន្តែបងសល់ឡើងមកហ្នឹងគឺបញ្ជាក់បន្តិចប្រពន្ធរបស់គាត់គឺអត់ឡើងមកទេគឺស្រីអែមនិងប្តីរបស់គេហ្នឹងឡើងមកធ្វើការនៅទីក្រុងភ្នំពេញហើយបងសល់ហ្នឹងក៏ឡើងមកធ្វើការនៅទីក្រុងភ្នំពេញជាមួយនឹងប្តីស្រីអែមហើយនឹងស្រីអែមនឹងដែរហើយប្រពន្ធរបស់បងសល់មានមុខរបរចិញ្ចឹមមាន់ចិញ្ចឹមទានៅជ្រូកដើម្បីអីគាត់ចង់រកចំណូលបន្ថែមអញ្ចឹងណាគាត់អត់ចង់ពឹងពាក់លើការចិញ្ចឹមមាន់ចិញ្ចឹមទាទេព្រោះអីការចិញ្ចឹមមាន់ចិញ្ចឹមទានេះវាមួយថ្ងៃចង់និយាយថាចិញ្ចឹមត្រូវក៏ត្រូវទៅចិញ្ចឹមអត់ត្រូវគឺងាប់មកត្រង់អីចឹងណារៀបថាមានជំងឺមានអីចឹងទៅគាត់ក៏ពឹងពាក់លើចំណូលនឹងដែរអញ្ចឹងទៅគាត់ក៏សម្រេចចិត្តឡើងមកធ្វើការនៅទីក្រុងភ្នំពេញក្រោយមកទៀតគាត់ធ្វើការបានរយៈពេល1 ខែ 2 ខែរកម្មរកើពីអ្នកប្តីប្រពន្ធរបស់ស្រីអែមហើយនឹងប្តីរបស់គាត់ហ្នឹងគឺមានតែមានកម្មក៏ប្រកែកគ្នាបន្តិចបន្តួចអញ្ចឹងណាហើយស្រីអែមក៏រៀងធុញនឹងប្តីដែរដោយសារតែគាត់អត់មានរបៀបថាគាត់អត់មានសេចក្តីសុខនៅក្នុងផ្លូវចិត្តរបស់គាត់អីចឹងណាហើយគាត់ក៏ចង់បានក្តីសុខដែរដល់ពេលអញ្ចឹងទៅនៅថ្ងៃមួយហ្នឹងរបស់ប្តីរបស់ស្រីអែមហ្នឹងដោយសារតែគាត់រវល់ធ្វើការថែមម៉ោងអញ្ចឹងស្រីអែមនិងប្តីរបស់គាត់ហ្នឹងធ្វើការផ្សេងគ្នាប្តីធ្វើខាងលើកអវ៉ាន់ស្រីអែមហ្នឹងគាត់ធ្វើការនៅក្នុងរោងចក្រអីចឹងណារោងចក្រហើយដល់ពេលដល់ម៉ោងចាញ់អញ្ចឹងទៅស្រីអែមហ្នឹងក៏ទេទៅប្តីរបស់គាត់ថាប្តីរបស់គាត់ហ្នឹងរវល់ថែមម៉ោងគាត់អត់បានទៅយកទេអញ្ចឹងគាត់ក៏ពឹងបងសល់តែប្តីស្អែមទេទៅបងសល់ថាឲ្យទៅយកប្រពន្ធបន្តិចប្រពន្ធខ្ញុំចេញហើយឈរនៅមុខរោងចក្រអីចឹងណាប្រាប់អញ្ចឹងទៅហើយ
ជួនទៅពេលហ្នឹងបងសល់គាត់ក៏ចេញមកពីធ្វើការដែរអញ្ចឹងណាដល់ពេលបងសល់ដុបតាមផ្លូវហ្នឹងគាត់ឮស្រីអែមលោកម្នាក់ឯងថាគាត់ទៅពីផឹកទៅគ្មានថែមម៉ោងស្អីទេគួយចាំឡើងមកម៉ោង2ម៉ោងឃើញមកយកសយរវល់ផឹកហ្នឹងឯងត្រង់នេះសូមបើកវងកញ្ចក់បន្តិចប្រិមិត្តដោយសារតែពួកគាត់ទាំងពីរហ្នឹងការដូចជាបាន3 4ឆ្នាំដែរគឺពួកគាត់ទាំងពីរហ្នឹងអត់មានកូនទេស្រីអែមនឹងប្តីរបស់គាត់ហ្នឹងណាដល់ពេលទៅពិនិត្យពេទ្យទៅពេទ្យថាប្តីរបស់គាត់នឹងធាត់ពេកដល់ពេលធាត់ពេកទៅអាងុយរបស់គាត់នឹងវាខ្លីដល់ពេលអញ្ចឹងទៅវាចូលអត់ដល់ក៏អត់មានកូនទៅដល់ពេលអញ្ចឹងទៅបងសល់ដប់ទៅគាត់វាក់អឺននឹងកលុកទៅចាប់ប្រាំងទៅស្រាប់តែស្រីអែមល្អិលរូអានំប៉ាវរបស់គាត់បុកខ្នងសល់ពឹងតុនអញ្ចឹងណាដល់ពេលដប់មកដល់បន្ទប់អញ្ចឹងទៅស្រាប់តែស្រីអែមនឹងគាត់សួរថាបងឬមួយក៏អ្នកអញ្ចឹងណាខាងដូចជាបងថ្លៃបើខាងកំពង់ធំខាងអីគេហៅអ្នកខាងស្រុកប្រិមិត្តបងថ្លៃគេហៅម៉េចដោយតំបន់នេះបងប្អូនបើតំបន់ខ្ញុំគេហៅអ្នកបើកន្លែងផ្សេងគេហៅបងថ្លៃបងអីចឹងណាហ្នឹងហើយចូលសាច់រឿងយើងវិញស្រីអែមក៏សួរថាអ្នកឯងញ៉ាំបយ៉ាអត់ខ្ញុំទិញបយ៉ា2កំប៉ុងបងថ្លៃហ្នឹងគាត់ចម្លែកក្នុងចិត្តដែរបងសល់អាពេលហ្នឹងគាត់ចម្លែកក្នុងថាគាត់ចង់ផឹកដែរអញ្ចឹងទិញបង2កំប៉ុងមកតែពេលទិញចុះទិញឡើងអញ្ចឹងទៅពួកគាត់ទាំងពីរចាប់ដើមនេះហើយមានវិស័យតាក់ទងគ្នាតិចអញ្ចឹងណាហ្នឹងហើយពេលថ្ងៃមួយស្រីអែមហ្នឹងគឺគាត់អត់បានធ្វើការទេហើយប្តីទៅចេញធ្វើការហើយពេលហ្នឹងបងសល់ក៏ចេញដែរហើយបងសល់គាត់ទៅធ្វើការដោយសពម្ដងប៉ុន្តែថ្ងៃហ្នឹងគាត់មិនដឹងម៉េចគឺគាត់អត់ថែម៉ោងអីចឹងណាគាត់ក៏បានមកបន្ទប់មុនហើយគាត់ក៏ដឹងថាស្រីអែមទៅធ្វើការដែរហើយគាត់បានមកដល់បន្ទប់ទៅគឺក៏មកដល់បន្ទប់ឃើញទ្វារអត់ចាក់សោក្រៅទៅខ្ទាស់គេលើក្នុងអញ្ចឹងណាហ្នឹងហើយគាត់ក៏បានគោះទ្វារហៅដល់ពេលគោះទ្វារហៅទៅស្រីអែមបើកទ្វារមកបងសល់ហ្នឹងគាត់ក៏បានឃើញស្រីអែមឃើញអង្គុយផឹកម្នាក់ឯងអស់2កំប៉ុងហើយស្រាស្រីអែមទិញមកគឺទិញកន្លះកេសអញ្ចឹងណាដល់ពេលអញ្ចឹងទៅពេលគាត់ផឹកម្នាក់ឯងអញ្ចឹងស្រីអែមគាត់ផឹកម្នាក់ឯងគឺគាត់អត់មានស្លៀកអាវទេក៏ស្លៀកតែរ៉ូបកេងអញ្ចឹងណាហ្នឹងហើយវារ៉ូបរបៀបវាលក្លៀកវាលអីអញ្ចឹងណារៀងស្ដើងអីអញ្ចឹងទៅដល់ពេលអញ្ចឹងទៅបងសល់ហ្នឹងគាត់ឃើញអញ្ចឹងគាត់ថាអត់ឯងញ៉ាំប៊ីយ៉ាចូលណែអត់ទៅធ្វើការទេថាអត់ផងខ្ញុំអត់ស្រួលខ្លួនក៏ខ្ញុំទិញប៊ីយ៉ាផឹកអីកាត់ស្រេះកាត់អីណានៃអញ្ចឹងណាហ្នឹងហើយដល់ពេលអញ្ចឹងទៅពួកគាត់ទាំងពីរហ្នឹងក៏ផឹកស្រាជាមួយគ្នាដល់ពេលបងសល់កំពុងតែផឹកហើយគាត់ឆ្ងល់មើលទូរស័ព្ទស្រាប់តែស្រីអែមក៏ហៅថាអ្នកឯងមើលមុខខ្ញុំតិចមកដល់ពេលស្រីអែមមើលសម្លឹងទៅបងសល់យូរបងសល់ថាមើលយូរទៅស្រាប់តែបងសល់ហ្នឹងគាត់របៀបថាដៃរបស់គាត់ណាទៅគៀកអញ្ចឹងណាគាត់កិលតិចអញ្ចឹងទៅគាត់ឃើញអញ្ចឹងឃើញស្រីអែមសម្លឹងមើលមុខយូរពេកគាត់ក៏ថើបថ្ពាល់ស្រីអែមខ្សើតអញ្ចឹងណាហ្នឹងហើយពេលហ្នឹងស្រីអែមគឺគាត់អត់មាត់ទេគាត់ងើបក្រោមគាត់រៀងស្វឹងស្រឿងដែរមុខឡើងក្រហមងាំងពេលហ្នឹងគាត់ក៏ដើរទៅខ្ទាស់កលឹះទ្វារពេលដែលខ្ទាស់កលឹះទ្វាររួចហើយតើស្រីអែមហ្នឹងគាត់ដើរមកអង្គុយលើផ្លូវបងសល់អញ្ចឹងណាដើរមកអង្គុយដល់ពេលអញ្ចឹងទៅបងសល់ហ្នឹងគាត់ឃើញថាស្រីអែមនិយាយថាបើកដៃឲ្យដែរអញ្ចឹងណាគាត់ក៏បានយកដៃឆ្វេងរបស់គាត់ហ្នឹងអោបចកេះស្រីអែមដល់ពេលអញ្ចឹងទៅពួកគាត់ទាំងពីរហ្នឹងក៏បានមានអីជាមួយនឹងគ្នាធម្មតាបងប្អូនសមោចនិងស្ករបើសមោចនិងស៊ីស្ករមានតែចម្លែកមែនទេប្រិមិត្តហើយត្រង់ចំណុចហ្នឹងបងសល់គាត់និយាយថាព្រោះគាត់របៀបថាពេលហ្នឹងគឺគាត់ចង់ភ្លេចអស់ហើយនៅអញ្ចឹងណាហើយព្រោះកាលហ្នឹងក៏ស្វឹងស្រឿងដែរហើយស្រីអែមក៏រៀងស្វឹងហើយគាត់ហ្នឹងក៏រៀងស្វឹងដល់ពេលអញ្ចឹងទៅគាត់មិនដឹងថាធ្វើអីខ្លះទេប៉ុន្តែដល់អ្វីដែលគាត់ចាំបានឬស្រីអែមទៅសើថាដងមីស្តុងរបស់គាត់គឺមាំខ្លាំងមែនតើហើយដោយប្តីរបស់គាត់ហើយប្តីរបស់គាត់កលខ្នើយតែគាត់អត់កលទេអញ្ចឹងណាហ្នឹងហើយដល់ពេលអញ្ចឹងទៅពួកគាត់ក៏មានអីនឹងគ្នាស្រាប់តែគាត់មានតំណែងតំណងជាមួយគ្នាបានរយៈពេលប្រហែល 5-6 ខែនៅថ្ងៃមួយស្រាប់តែស្រីអែមហ្នឹងគាត់បានឆាតទៅប្រាប់បងសល់ថាគាត់នឹងចង់មានកូនជាមួយនឹងបងសល់ប៉ុន្តែគាត់ចង់បានកូនយូរហើយប៉ុន្តែប្តីរបស់គាត់មិនអាចបំពេញបំណងឲ្យគាត់បានអញ្ចឹងណាដល់ពេលអញ្ចឹងទៅបងសល់ហ្នឹងគាត់លឺអញ្ចឹងមានអារម្មណ៍គាត់របស់វាថាអារម្មណ៍គាត់ចាប់ផ្ដើម control អញ្ចឹងណាគាត់ចង់ផ្ដល់ឲ្យភ្លាមអញ្ចឹងពេលហ្នឹងដល់ពេលអញ្ចឹងទៅគាត់ហ្នឹងក៏និយាយថាយល់ព្រមយល់អីអញ្ចឹងណាហ្នឹងហើយក្រោយមកទៀតប្តីរបស់គាត់ទៅធ្វើការបាត់អញ្ចឹងប្តីស្អែមហើយពួកគាត់ក៏លាក់លួចតាក់ទងគ្នាណាត់ជួបគ្នាមកចូលក្នុងបន្ទប់អញ្ចឹងណាហើយបញ្ជាក់បន្តិចបងប្អូនដោយសារបន្ទប់របស់គាត់នៅជុំគ្នាហើយបន្ទប់ជួលហ្នឹងវាមាន2ជាន់បងសល់គាត់នៅខាងលើពីអ្នកប្តីពុនគាត់នៅខាងក្រោមអញ្ចឹងណា
ហ្នឹងហើយដល់ពេលអញ្ចឹងទៅពួកគាត់ក៏ចេញមកធ្វើការហើយគាត់ក៏ណាត់គ្នាអញ្ចឹងណាត់គ្នាហើយគាត់ក៏បានមកដល់បន្ទប់ហើយបងសល់ហ្នឹងមុននឹងនេះហ្នឹងគាត់ក៏សួរថាចង់បានស្រីឬមួយក៏ប្រុសហើយស្រីអែមហ្នឹងក៏ឆ្លើយថាស្រីក៏បានប្រុសក៏បានឲ្យតែបងអាចផ្ដល់ឲ្យខ្ញុំបានហើយពេលហ្នឹងទៅអូខេអញ្ចឹងបងឲ្យប្រុសបងសុំបដូរក្បាច់ចំណិតសក់ចំណិតសក់មិនទេបើប្រិមិត្តណាដឹងជួយខមមិននៅវីដេអូមួយមកហើយ admin នេះក៏មិនដឹងថាចំណិតសក់ហ្នឹងជាអ្វីដែរហ្នឹងហើយដល់ពេលអញ្ចឹងទៅគាត់ក៏បានហ្នឹងហើយបងសល់គាត់ថាក៏គាត់បានផ្ដល់ឲ្យពួកគាត់ធ្វើតាមដែលគាត់និយាយអញ្ចឹងណាពួកកូនប្រុសចំណិតសក់អញ្ចឹងហ្នឹងហើយបើកូនស្រីចំហៀងអញ្ចឹងហ្នឹងហើយវាអញ្ចឹងឯងឮចាស់គេនិយាយអញ្ចឹងណាហ្នឹងហើយដល់ពេលអញ្ចឹងទៅគាត់ហ្នឹងក៏បានប្រាប់ដែរថាកុំឲ្យប្តីសង្ស័យស្រីអែមឯងត្រូវបំរើប្តីផងមិនបំរើបងផងទៅដល់ពេលអញ្ចឹងទៅហើយស្រីអែមក៏គាត់ថាអូខេយល់ព្រមអញ្ចឹងហ្នឹងហើយពួកគាត់ទាំងពីរហ្នឹងក៏បានព្រមព្រៀងគ្នាទាំងទៅហ្នឹងហើយស្រាប់តែមួយខែចូលបាន3ខែគឺមានផ្ទៃពោះមែនហើយគាត់សប្បាយចិត្តខ្លាំងមែនតានហ្នឹងហើយរឿងហ្នឹងគឺលក្ខការឆឹងតែម្ដងហើយប្តីរបស់ស្រីអែមហ្នឹងក៏គាត់ត្រេកអរសប្បាយហ្នឹងដោយសារតែគាត់មានកូនមានអីចឹងណាតាមពិតគាត់អត់ដឹងទេថាកូនហ្នឹងគឺជាកូនរបស់បងថ្លៃគាត់ទេដោយសារតែបងថ្លៃរបស់គាត់ហ្នឹងគឺរបៀបថាកម្លាំងអីចឹងណាខ្លាំងអីចឹងណាវាដូចថាងុយវែងអញ្ចឹងទៅវាអាចផ្ដល់កំណើតបានអញ្ចឹងហ្នឹងហើយប្រិយមិត្តសាច់រឿងគឺមានតែប៉ុណ្្នឹងឯងហើយអរគុណដល់ប្រិយមិត្តតាមដានស្ដាប់រឿងនេះតាំងពីដើមរហូតដល់ចប់យ៉ាងមិនដែរប្រិយមិត្តស្ដាប់ទៅមានអារម្មណ៍យ៉ាងណាដែរហ្នឹងហើយបងសល់ក៏សូមអធិស្ឋានដែរគាត់ក៏មិនគួរយករឿងហ្នឹងមកចែកម្លែកចែកអីចឹងណាប៉ុន្តែខ្ញុំសូមពីគាត់ឲ្យគាត់អនុញ្ញាតអីចឹងណាហ្នឹងហើយគាត់ក៏មិនចង់ធ្វើអញ្ចឹងទៀតដែរហើយតាពីហ្នឹងមកគឺគាត់មិនដែលតាក់ទងគ្នាអីទៀតទេហើយរឿងហ្នឹងគឺកើតឡើងតាំងពីឆ្នាំ2015មកម្លេះបើសរុបទៅវាចូល10ឆ្នាំហើយកូនហ្នឹងក៏វា10ឆ្នាំជាងដែរហើយ10ឆ្នាំជាង9ឆ្នាំជាងហើយអញ្ចឹងណាប្រិមិត្តហ្នឹងហើយអញ្ចឹងសង្ឃឹមថាប្រិមិត្តនឹងយល់ហើយក៏កុំភ្លេចជួយចុច Subscribe ឲ្យ admin ផងណាហ្នឹងហើយអញ្ចឹងជួបគ្នានៅវីដេអូក្រោយៗទៀតបាយបាយ